បាទជំរាបសួរជួបជាមួយខ្ញុំច័ន្ទពិសាលជាអនុប្រធានយុវដ្ឋានផ្នែកលក់គ្រប់គ្រងឧបករណ៍កសិកម្មនៅក្រុមហ៊ុន Angkor Green បាទថ្ងៃនេះខ្ញុំឃើញថាកសិករឬក៏ម្ចាស់ចម្ការជាច្រើនដែលគាត់ជួបបញ្ហាទៅលើតំបន់ដែលគាត់មានដំណាំចង្អៀតដែលមិនអាចចូលបានឬក៏ជាការធ្វើជើងដំណាំឬក៏ឈើហូបផ្លែដែលគាត់ពិបាកក្នុងការប្រើមនុស្សឬក៏ឧបករណ៍ធំៗជាគ្រឿងចក្រធំៗណាអញ្ចឹងយើងមានការណែនាំទៅលើឧបករណ៍មួយគឺតាក់ទងនឹង BSS តើ BSS គឺជាអ្វីតោះមកជួបខ្ញុំជាមួយខ្ញុំទាំងអស់គ្នាបាទនេះហើយគឺជា Tractor BSS ដែលខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នា Tractor BSS នេះគឺជាផលិតផលដែលនាំចូលមកពីប្រទេសអ៊ីតាលីដំឡើងនៅប្រទេសអ៊ីតាលីសុទ្ធហើយវាមានគុណភាពខ្ពស់ក្នុងការធ្វើការងារផ្សេងៗទៀតយើងមានចំណុចពិសេសពីរដែលចង់ធ្វើការណែនាំទៅដល់អតិថិជនទាំងអស់គ្នាបាទទី1តាក់ទងនឹងម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីនយ៉ាន់ម៉ារបស់ប្រទេសជប៉ុនដែលយើងមានការធ្វើការរយៈពេលយូរប៉ុណ្ណាក៏យើងអត់មានបញ្ហាដែរជាប្រភេទម៉ាស៊ីនម៉ាស៊ូតយើងអាចធ្វើការក្នុងមួយថ្ងៃពេញក៏បានវាអត់មានបញ្ហាហើយស៊ីប្រេងតិចទៀតមួយទៀតតាក់ទងទៅនឹងប៉ុងប្រភេទប៉ុងនេះគឺជាប្រភេទប៉ុងរបស់ប្រទេសអ៊ីតាលីអញ្ចឹងការប្រើប្រាស់របស់វាគឺធន់មាំហើយអាយុកាលរបស់វានោះគឺប្រើជាមធ្យមគឺ10ឆ្នាំហើយបើសិនជាការថែទាំបានល្អគឺលើសពី10ឆ្នាំទៀតមួយវិញទៀតយើងមានប្រព័ន្ធសុវត្ថិភាពដើម្បីការពារនឹងការប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្សេងដូចជាប្រភេទនេះគឺយើងអាចភ្ជាប់បានន័យថាពេលដែលយើងប្រើគឺយើងត្រូវប្រើចំណុចក្រហមនេះបានន័យយើងក្តោបជាប់អញ្ចឹងពេលណាដែលយើងមានបញ្ហាចំពោះជើងដួលឬក៏យើងតាក់មែកឈើឬក៏យើងត្រូវការបលែងអីគ្រាន់តែបលែងទៅគឺ Tractor កង់2របស់យើងគឺនៅមួយកន្លែងហើយចំពោះប្រតិបត្តិការផ្សេងទៀតគឺវានៅស្ងៀមអញ្ចឹងវាអត់មានប៉ះពាល់ទៅដល់ការប្រើប្រាស់របស់អ្នកកំពុងធ្វើការទេហើយតាក់ទងនឹងមួយទៀតនេះយើងមានប្រភេទប្រព័ន្ធ PTO ដែលយើងហៅ Tractor កង់2នេះដោយសារវាមានប្រព័ន្ធ PTO ដែលដូចទៅនឹង Tractor កង់4អញ្ចឹង Tractor កង់4គឺវាមាន PTO ភ្ជាប់ជាមួយនឹងឧបករណ៍បានជាច្រើនអញ្ចឹង Tractor កង់2 BSS យើងនេះក៏វាមានPTO មួយគឺសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍បានច្រើនដូចគ្នាបាទហើយមួយវិញទៀតករណីពិសេសរបស់វានេះគឺវាអាចប្រែប្រួលទៅតាមឧបករណ៍អញ្ចឹងការប្រើប្រាស់របស់វានេះគឺយើងអាចបង្វិលវាបាន180ដឺក្រេបាទចាំមើលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតើយើងបង្ហាញ180ដឺក្រេនេះបែបណាបានន័យថាយើងអាចប្រើវាបានទាំងមុខយើងអាចប្រើវាបានទាំងក្រោយអញ្ចឹងពេលដែលយើងទម្លាក់ដៃវាហើយយើងអាចបង្វិលវាបានទៅខាងក្រោយ180ដឺក្រេអញ្ចឹងយើងមើលទៅបាទនេះហើយជាចំណុចពិសេសរបស់វាហើយយើងអាចភ្ជាប់ជាមួយនឹងដៃវាវិញមកបាទបានន័យថាយើងអាចប្រើ Tractor កង់2នេះបានទាំងមុខបានទាំងក្រោយហើយករណីមួយទៀតបើសិនជាអ្នកទាំងអស់គ្នាថាអូឥឡូវវាទាបម៉េះហើយយើងខ្ពស់អញ្ចឹងយើងអាចស្រែកវាបានយើងអាចស្រែតាំងកម្ពស់មនុស្សបានបាទអញ្ចឹងយើងអាចស្រែថាអូឥឡូវខ្ញុំខ្ពស់ហើយខ្ញុំចង់ស្រែលើកខ្ពស់តែបើសិនជាអ្នកដែលគាត់ប្រើប្រាស់គាត់មានកម្ពស់ទាបយើងអាចស្រែឲ្យវាទាបបានអញ្ចឹងពេលដែលយើងដាក់ឧបករណ៍ទៅគឺការថ្លឹងរបស់វានឹងគឺស្មើគ្នាបាទបែបនេះតែបើសិនជាយើងលើកបែបនេះគឺវាធ្ងន់ហើយតែបើសិនយើងដាក់ឧបករណ៍គឺទម្ងន់វាគឺគេថ្លឹងមកគឺការប្រើប្រាស់គឺស្រួលហើយស្មើគ្នាល្អនេះជាចំណុចពិសេសរបស់វាហើយមួយវិញទៀតTractor កង់2 BSS នេះគឺវាងាយស្រួលមែនតើក្នុងការចូលទៅតំបន់ចង្អៀតតំបន់ដែលពិបាកធ្វើការជាមួយ Tractor ធំគឺវាមានភាពងាយស្រួលដូចជាចង្ការអាមេរិកដែលវាមានរងតូចអញ្ចឹងយើងចន្លោះរងប៉ុណ្ណឹងគឺយើងអាចចូលជាមួយនឹង Tractor យើងបានហើយអញ្ចឹងយើងចង់ជ្រោយដីយើងចង់ពូនរងសងខាងយើងអាចភ្ជាប់ជាមួយនឹងឧបករណ៍នេះបានហើយករណីដូចថាឥឡូវតំបន់ខ្លះគាត់ត្រូវការពូនគល់យើងក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍ពូនគល់បន្ថែមទៀតក៏បានដែរតិចទៀតខ្ញុំនឹងបង្ហាញទៅលើឧបករណ៍ផ្សេងមួយទៅដល់អ្នកទាំងអស់គ្នាឲ្យបានដឹងថាតើឧបករណ៍អ្វីខ្លះដែល Tractor កង់2 BSS នេះវាបានភ្ជាប់បានជាមួយបាទ